ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយជាបឋមយើងត្រូវតែអភិវឌ្ឍធនធានហិរញ្ញវត្ថុលទ្ធភាពសមត្ថភាពនិងគ្រឿងសត្រាវុធគឺជាការពិតណាស់ខមមិននេះគឺឆ្លើយតបទៅជាមួយនឹងបរទេសគេកំពុងតែឈ្លានពានយើងដើម្បីយើងអាចធ្វើសឹកតតល់ជាមួយនឹងសត្រូវឈ្លានពានបានគឺយើងត្រូវការស្បៀងជាមូលដ្ឋានហើយនៅក្នុងស្បៀងនេះគឺយើងនិយាយទាំងស្បៀងអាហារសម្រាប់ហូបចុកយើងនិយាយទាំងស្បៀងគ្រឿងសត្រាវុធព្រោះគ្រឿងសត្រាវុធក៏វាស្ថិតនៅក្នុងលក្ខណៈស្បៀងដែរប៉ុន្តែជាស្បៀងអាវុធដើម្បីយើងអាចតតល់ជាមួយនឹងសត្រូវឈ្លានពានរបស់យើងបានលុះត្រាតែយើងខ្លាំងទៅលើផ្នែកសមរភូមិខាងមុខខ្លាំងទៅលើផ្នែកសមរភូមិខាងក្រៅហើយសមរភូមិខាងមុខនេះគឺយើងសំដៅទៅលើកងទ័ពដែលប្រយុទ្ធដូរផ្ដាច់នៅក្នុងសមរភូមិមិនចោះចាញ់សត្រូវឡើយចំណែកសមរភូមិខាងក្រៅគឺសំដៅទៅលើប្រជាពលរដ្ឋទាំងអស់គ្នាដែលប្រមូលស្បៀងប្រមូលធនធានរួមទាំងជាមួយនឹងថ្នាក់ដឹកនាំដើម្បីផ្ដល់ជំនួយគាំទ្រទៅដល់សមរភូមិមុខនេះគឺហៅថាស្បៀងមានន័យថាសមរភូមិមុខអាចខ្លាំងក្លាទៅបានលុះត្រាតែមានស្បៀងឧបត្ថម្ភចេញអំពីសមរភូមិក្រោយដូច្នេះភាពខ្លាំងខាងមុខនិងភាពខ្លាំងខាងក្រោយគឺជាកត្តាសំខាន់ដែលធ្វើឲ្យយើងអាចប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានយើងបានអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតឆ្លើយខមមិនខ្លីៗ